មួយរយៈពេលក្រោយនេះខ្ញុំខានចេញវីដេអូខានធ្វើវីដេអូយូរដែរហើយមានបងប្អូនម្នាក់ហ្នឹងគាត់ឆានមកសួរខ្ញុំតាម TikTok គាត់ថាបើសិនជាគាត់ចង់មកធ្វើការនៅក្នុងប្រទេសកូរ៉េណាតើគួរធ្វើបែបម៉េចដែលត្រូវចំណាយលុយអស់តិចចឹងណាហើយដោយសារតែគាត់ហ្នឹងគឺមានមិត្តភ័ក្តិរបស់គាត់ហ្នឹងណែនាំឲ្យគាត់រៀនលក្ខណៈថារៀនម៉ៅជាមួយខាងសាលាចឹងទៅគាត់ថារៀនម៉ៅមួយខាងសាលាហ្នឹងគឺមានម្នាក់គឺគេណែនាំឲ្យរៀនជាមួយខាងសាលាហ្នឹងគឺបងតម្លៃ8000រៀនមកបានមកប្រទេសកូរ៉េអញ្ចឹងបានសងលុយទៅខាងសាលាវិញហើយមានមិត្តភ័ក្តិម្នាក់ទៀតហ្នឹងណែនាំគាត់មកវិធីទៀតហ្នឹងគឺតម្លៃរហូតដល់12000បងប្អូន12000ក៏ទៅរៀងច្រើនសម្រាប់ខ្ញុំគាត់ថាច្រើនខ្លាំងមែនតើបងប្អូនហើយចំណុចទាំងនេះខ្ញុំឆ្លើយប្រាប់បងប្អូននៅក្នុងវីដេអូមិនថាបងប្រុសដែលឆានសួរខ្ញុំតាម TikTok ទេឥឡូវខ្ញុំធ្វើវីដេអូនេះគឺលើកទី2ហើយដោយសារលើកទី1ហ្នឹងខ្ញុំធ្លាប់និយាយហើយតាក់ទងនឹងក៏រៀនមកធ្វើការក្នុងប្រទេសកូរ៉េហ្នឹងគួររៀនបែបម៉េចធ្វើបែបម៉េចហ្នឹងនិយាយចំទៅខ្ញុំធ្លាប់ធ្វើវីដេអូតាំងពីខ្ញុំមកប្រទេសកូរ៉េដំបូងមកហើយដោយសារតែខ្ញុំមកដល់ប្រទេសកូរ៉េភ្លាមគឺខ្ញុំជួបបញ្ហាភ្លាមគឺខ្ញុំចាប់ផ្ដើមធ្វើវីដេអូចែកម្លែកទៅកាន់បងប្អូនអរគ្នាខ្ញុំមកចង់ឲ្យបងប្អូនអរគ្នាមកក្រោយហ្នឹងពិបាកទេនឹងគោលដៅរបស់ខ្ញុំណាបងប្អូនគោលដៅរបស់ខ្ញុំធ្វើវីដេអូមួយនេះគឺណែនាំបងប្អូនខ្ញុំចង់ឲ្យបងប្អូនក្រោយមកហើយគឺគាត់មានបញ្ហាហើយមានវិធីសាស្ត្រដើម្បីដោះស្រាយទុកជាមុនកុំឲ្យពិបាកដូចខ្ញុំណាពេលដែលខ្ញុំមកគឺអត់សូវមានបងប្អូនដែលគាត់និយាយតតនឹងវីដេអូបញ្ហាផ្សេងៗនៅរស់នៅក្នុងប្រទេសកូរ៉េទេបើសិនជាបងប្អូនបានមើលវីដេអូរបស់ខ្ញុំណាគ្រប់វីដេអូទាំងអស់ណាបងប្អូនដែលមានចម្ងល់ផ្សេងតទៅនឹងការរស់នៅប្រទេសកូរ៉េបងប្អូនអាចឆាតសួរខ្ញុំបានមិនថាតាម TikTok តាម Facebook អីបងប្អូនអាច comment ទៅហើយតាម YouTube អីបងប្អូនអាច comment នៅក្នុងវីដេអូរបស់ខ្ញុំទៅអ្វីដែលខ្ញុំដឹងខ្ញុំនឹងព្យាយាមចែកម្លែកទៅកាន់បងប្អូនអរគ្នាដោយសារតែវីដេអូរបស់ខ្ញុំពីច្រើនខ្ញុំធ្វើឡើងគឺចង់ចែកម្លែកទៅកាន់បងប្អូនអរគ្នាដើម្បីគាត់មកក្រោយហ្នឹងគឺកាន់តែងាយស្រួលអត់ពិបាកហើយត្រឡប់មកវិញតើតើនឹងការរៀនមកធ្វើការក្នុងប្រទេសកូរ៉េហ្នឹងខ្ញុំអត់គ្រប់គ្រងឲ្យបងប្អូនទៅរៀនមកជាមួយខាងសាលាទេដោយសារគេបងប្អូនគឺតម្លៃមួយហ្នឹងគឺថ្លៃខ្លាំងមិនថា8000ក៏ដោយមិនថា12000ក៏ដោយគឺតម្លៃទាំងពីរហ្នឹងគឺថ្លៃទាំងពីរព្រោះដោយសារគេសារបបសខ្ញុំហើយខ្ញុំរៀនលុយលំណែងផងគឺមកដល់ប្រទេសកូរ៉េនេះគឺមានអារម្មណ៍ថាពិបាកត្រូវចំណាយច្រើនខ្ញុំមើលឃើញថាប្រាក់ខែមកដល់ប្រទេសកូរ៉េអាចខ្ទង់1000ជាងមែនបើសិនជាប្រាក់ខែទូទៅណាទូទៅអាច1300ប្រាក់ខែគោណាខ្ញុំនិយាយថាអត់មានម៉ោងថែម1300 1200ដោយសារអត្រាដុល្លារឥឡូវកាន់តែចុះខ្លាំងទៀតបងប្អូនឥឡូវប្រហែលជា1200អាចតិចអាចសល់តែ1100ហើយយើងត្រូវចំណាយចាយវិញបើសិនជាបងប្អូនណាគឺគាត់មកដល់ប្រទេសកូរ៉េហើយគាត់មកដល់ក្រុមហ៊ុនហ្នឹងគឺត្រូវបង់ថ្លៃបន្ទប់ជួលថ្លៃទឹកភ្លើងថ្លៃហ្គាសថ្លៃផ្សេងថ្លៃចំណាយម្ហូបអាហារផ្សេងទៀតគឺកាន់អស់ច្រើនហើយ1100 1200ហ្នឹងសួរយើងចំណាយលើបញ្ហាហ្នឹងទៀតលើថ្លៃបន្ទប់ថ្លៃទៀតតែយើងសល់មែនព្រោះឥឡូវនេះគឺអត្រាដុល្លារគឺតិចមែនតើការដែលខ្ញុំមកគឺគ្រាន់បើបងប្អូនខ្ញុំមកដំបូងអត្រាដុល្លារយើង1លាន30ជាងទេដល់ពេលឥឡូវនេះ1លាន52 53ហើយគឺកាន់តែទាបខ្លាំងបងប្អូនអញ្ចឹងប្រាក់ខែគោនៅប្រទេសកូរ៉េដូចជា2លានតិចតួចដែរខ្ញុំនិយាយថា2លានចុះស្រួលគិតទៅបងប្អូន2លានអញ្ចឹងយើងគិតថាមួយខែដក1លានកន្លះទៅវាបាន1000ដែរ$1000ដែរអញ្ចឹងហើយសល់50ម៉ឺនហ្នឹងយើងអាចចាយវាយបងបន្ទប់បងអីតិចតួចអត់អីទេបើសិនជាបន្ទប់ថ្លៃ30ម៉ឺនជាងហើយថ្លៃចាយបងប្អូនអាចចាយ40ម៉ឺន50ម៉ឺនទៀតគឺកាន់តែខូចប្រាក់ខែសរុបទៅបើសិនជាអត់ថែមមកទេខ្ញុំគិតថាសល់ត្រឹម800ទៅ900ហ្នឹងគឺគាត់ថាច្រើនហើយបើសិនជាបងប្អូនមកដល់អត់មានប៉ះរោងចក្រដែលមានម៉ោងថែមណាខ្ញុំនិយាយគោលដៅតកតនឹងរោងចក្រមានម៉ោងថែមព្រោះដោយសារបើសិនជាបងប្អូនមករៀនលុយ10000ជាងហ្នឹងបងប្អូនគិតមើលខ្លួនឯងថាការចំណាយបងប្អូនប្រចាំខែអស់ប៉ុន្មានហើយបងប្អូនត្រូវធ្វើការនៅក្នុងប្រទេសកូរ៉េរយៈពេលប្រហែលបានមានលុយផ្ញើទៅកាន់
សងថ្លៃសាលាវិញព្រោះតែសារមានអ្នកស្គាល់ខ្ញុំជាច្រើនដែរក៏បានប្រាប់ហើយថាខ្ញុំធ្វើវីដេអូនេះគឺល្អហើយប្រាប់បងប្អូនដែរក្រោយទៅដោយសារគេដោយសារគាត់មកគាត់រៀនថ្លៃសាលាតាម8000ជាងផងគាត់ថាគាត់ត្រូវរកលុយឡើងមួយឆ្នាំជាង2ឆ្នាំបានសំលុយបានសងថ្លៃសាលារួចបានគាត់សល់លុយតិចតួចទេចៃចំទៅទោះបីគាត់មកដល់ជួបការងារពិបាកខ្លាំងប៉ុន្តែក៏គាត់ត្រូវតស៊ូនៅធ្វើការមិនថាការងារនឹងគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាមិនថាការងារនឹងប៉ះពាល់សុខភាពខ្លាំងប៉ុណ្ណាគាត់នៅតែទ្រាំធ្វើហើយបើសម្រាប់ខ្ញុំរៀនលុយលណៃបែបនេះគឺខ្ញុំអត់សូវមានបញ្ហាប៉ុន្មានទេបងខ្ញុំចង់ឲ្យបងប្អូនរៀនលុយលណៃទៅគឺមកដល់ប្រទេសកូរ៉េគឺអត់សម្ពាធទេបើសិនជាបងប្អូនមកដល់ប្រទេសកូរ៉េបងប្អូនរៀនលុយសាលាណាតម្លៃ10000ជាង8000ជាងអីមកដល់នេះគឺសម្ពាធហើយតើតើនឹងប្រាក់ខែមកដល់បើកលុយបានតិចបាន1000តិចតួចត្រូវចាយវាយដោយបងថ្លៃបន្ទប់ផ្សេងទៀតគឺបងប្អូនចាប់ផ្ដើមមានសម្ពាធហើយថាបងប្អូនគួរផ្ញើទៅសងថ្លៃសាលាមកជាទូទៅខ្ញុំតាមខ្ញុំដឹងតើតងថ្លៃបងថ្លៃសាលាណាតាមសាលាមួយអញ្ចឹងខ្ញុំធ្លាប់ដឹងខ្លះដែរសាលាខ្លះទៅអាច$500 $700អញ្ចឹងទៅហ្នឹងតាមអ្វីខ្ញុំដឹងណាអ្វីដែលអ្នកដែលគេរៀនលុយថ្លៃសាលាហ្នឹងគេបានប្រាប់ខ្ញុំមួយខែគេត្រូវផ្ញើឲ្យខាងសាលាប៉ុណ្ណឹងដើម្បីបងហើយករណីឧទាហរណ៍ករណីបងប្អូនមកដល់ជួបតកែខ្សែធនតកែមានការងារសញ្ញាបងប្អូនចេញតើបងប្អូនគួរដោះស្រាយបែបនេះតើបងប្អូនមានលុយណាដើម្បីជួយគ្រួសារឧទាហរណ៍ថាគ្រួសារពាក់បំណុលគេថែមទៀតហើយបូកសំនឹងលុយពាក់លុយថ្លៃសាលាទៀតឥឡូវសួរបងប្អូនគិតមិនចេញអញ្ចឹងខ្ញុំគិតថាពេលដល់មកដល់ប្រទេសកូរ៉េគឺសម្ពាធកាន់តែខ្លាំងដោយសារតែបញ្ហាទាំងអស់ហ្នឹងហើយបើវីដេអូរបស់ខ្ញុំគឺខ្ញុំនិយាយតាំងពីខ្ញុំមកដំបូងគឺនិយាយចំទៅខ្ញុំមកដល់ទឹកដីប្រទេសកូរ៉េភ្លាមខ្ញុំក៏ជួបបញ្ហាខ្លួនឯងជួបការងារពិបាកភ្លាមជួបការងារដែលល្អធ្វើការប៉ះពាល់សុខភាពយើងធ្វើសុខភាពយើងរត់អត់រួចខ្ញុំចាប់ផ្ដើមធ្វើវីដេអូប្រាប់បងប្អូនថាអត់ឲ្យបងប្អូនដាច់ខាតគឺអត់ចង់ឲ្យបងប្អូនរៀនលុយសាលាទេគឺបងប្អូនរៀនលុយលណៃទៅហើយវិធីសាស្ត្រគឺបែបនេះបងប្អូនធ្វើតាមខ្ញុំទៅបងប្អូនគួរតែទៅធ្វើការនៅក្នុងទីក្រុងដូចជានៅភ្នំពេញក៏ដោយនៅទីរួមខេត្តក៏ដោយអាចទទួលបានចំណូលបន្តិចបន្តួចដើម្បីបងប្អូនចាយវាយដូចជាថ្លៃបន្ទប់ថ្លៃស្នាក់នៅប្រចាំខែហើយថ្លៃចាយវាយប្រចាំថ្ងៃចឹងទៅព្រោះមេរៀនហ្នឹងគឺខ្ញុំធ្លាប់ធ្វើហើយគឺខ្ញុំពេលដែលខ្ញុំចូលរៀនគឺខ្ញុំសន្សំលុយធ្វើការហើយខ្ញុំសំលុយខ្ញុំធ្វើការជាអ្នកដឹកជញ្ជូនម្ហូបដើម្បីយកលុយហ្នឹងដើម្បីផ្គត់ផ្គង់ការចំណាយថ្លៃបន្ទប់ជួលថ្លៃចាយវាយប្រចាំខែរបស់ខ្ញុំហើយនៅថ្លៃរថឯកសារផ្សេងដូចជាពេលដែលយើងប្រឡងជាប់ទៅយើងយកលុយហ្នឹងដើម្បីបណ្ដុះសុខភាពធ្វើឲ្យផ្សេងទៀតមានច្រើនបងប្អូនមានបណ្ដុះសុខភាពយើងត្រូវបងឯកសារបងលុយរៀនវគ្គខ្លីបងលុយសវត្ថយន្តហោះអីគឺយើងត្រូវការលុយផ្សេងទៀតតិចចឹងទៅហើយលុយទាំងអស់ហ្នឹងគឺខ្ញុំធ្វើការគឺខ្ញុំដឹកអវ៉ាន់ទាំងជួនម្ហូបហ្នឹងបងប្អូននៅពេញបងប្អូនដឹងហ្នឹងគឺខ្ញុំធ្វើការប្រភេទហ្នឹងបណ្ដាគឺខ្ញុំសន្សំលុយបណ្ដាដើម្បីយកលុយហ្នឹងដើម្បីគេបងថ្លៃសាលាទី1គឺខ្ញុំបងថ្លៃសាលាខ្ញុំរៀននេះគឺតែ$190ទេពេលដែលខ្ញុំរៀនខ្ញុំបងថ្លៃសាលាហើយបន្ទាប់មកខ្ញុំរៀនបណ្ដាខ្ញុំដឹកជញ្ជូនបណ្ដាដើម្បីយកលុយហ្នឹងបងថ្លៃបន្ទប់ថ្លៃទឹកភ្លើងថ្លៃការចាយវាយចាំខែប្រចាំថ្ងៃរបស់ខ្ញុំទៀតហ្នឹងគឺនេះបងខ្ញុំបងការធ្វើបែបហ្នឹងសម្រាប់ខ្ញុំណាហើយខ្ញុំគាត់ថាអត់សូវចំណាយលុយច្រើនទេគឺចំណាយលុយរៀងតិចដោយសារតែយើងធ្វើបែបហ្នឹងទៅគឺគ្រួសារក៏អត់ពិបាកដែរគឺយើងអត់ពឹងគ្រួសារទៅហើយសម្រាប់ខ្ញុំក៏ខ្ញុំអត់ពឹងគ្រួសារទេគឺរៀនលុយខ្លួនឯងទាំងអស់គឺលុយគឺខ្ញុំរកបានប្រហែលគឺខ្ញុំសន្សំមកប្រហែលគឺខ្ញុំឲ្យទៅខាងសាលាបងលុយរៀនវគ្គខ្លីលុយសវត្ថនោះហើយខ្ញុំបងបានពាក់កណ្ដាលដែរហើយដែលខ្ញុំខ្វះពាក់កណ្ដាលទៀតគឺខ្ញុំឲ្យទៅកាន់ខ្ញុំចៃខាងមីងខ្ញុំបងបន្ថែមចុះណាហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងចែករំលែកទៅកាន់បងប្អូនដែលចង់មកធ្វើការក្នុងប្រទេសកូរ៉េហើយជួបគ្នានៅវីដេអូក្រោយទៀតបង